វិជាសាសិក្សាសង្គមថ្នាក់ទី2ភាគទី1មេរៀនទី8ការជៀសវាងពីការគំរាមកំហែងក៏ស្ថានភាពមានសុវត្ថិភាពខ្ញុំសប្បាយរីករាយព្រោះខ្ញុំរស់នៅជួបជុំគ្នាខ្ញុំអាចបញ្ចេញមតិយោបល់ខ្ញុំបានរៀនសូត្រខ្ញុំបានធ្វើកិច្ចការផ្សេងខ្ញុំបានលេងកម្សាន្តខ្ញុំគ្មានហ៊ានຕົកកង្វល់ព្រោះបានឪពុកម្ដាយហើយបងប្អូនស្រឡាញ់និងមកចិត្តទុកដាក់យកចិត្តទុកដាក់ខ្ញុំមើលណាស់ព្រោះមិត្តភក្តិខ្ញុំចាស់ជួយគ្នាទៅវិញទៅមកពួកខ្ញុំមើលណាស់ព្រោះញៀនចិត្តខាងជាច្រើនស្រឡាញ់រាប់អានគួរសារខ្ញុំពួកខ្ញុំសប្បាយចិត្តណាស់ព្រោះពួកខ្ញុំចាស់ជួយគ្នានិងមានសាមគ្គីល្អដើម្បីឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អយើងទៅញ៉ាំអាហារស្អាតរស់នៅស្អាតផឹកទឹកស្អាតនិងរស់នៅចេះជួយគ្នាទំនាក់ទំនងល្អធ្វើឲ្យយើងគ្មានទុកកង្វល់អីនិងមានគេស្រឡាញ់រាប់អានច្រើនការជួយគ្នានិងមានសាមគ្គីល្អធ្វើឲ្យយើងសម្រេចកិច្ចការបានល្អជោគជ័យនិងដោយរីករាយ